ប្រធានាធិបតីចិនជំរុញឲ្យរក្សាសន្តិសុខច្រកសមុទ្រ Hormuz និងអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងតំបន់មជ្ឈិមបូព៌ាយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាប្រធានាធិបតីចិនលោកស៊ីជីនពីងបានលើកឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃច័ន្ទដោយអំពាវនាវឲ្យមានការរក្សាការធ្វើដំណើរធម្មតានៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនតួនាទីយ៉ាងសកម្មក្នុងការជួយបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ការលើកឡើងនេះបានធ្វើឲ្យបរិបទដែលប្រទេសចិនមានការព្រួយបារម្ភជាខ្លាំងចំពោះអស្ថិរភាពដែលកំពុងកើតមានជាថ្មីនៅតំបន់ទឹកយុទ្ធសាស្ត្រមួយនេះជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានជួបភាពរកាំរកូសដោយសារការរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ដោយភាគីអាមេរិកដែលនាំឲ្យទីក្រុងតេអេរ៉ង់បង្ហាញសញ្ញាបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាពនាពេលបច្ចុប្បន្នក្នុងនាមជាអ្នកទិញប្រេងឆៅដ៏ធំពីអ៊ីរ៉ង់ប្រទេសចិនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នត្រូវបានអ៊ីរ៉ង់បិទស្ទើរតែទាំងស្រុងចំពោះនាវាដទៃចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលពីខែកុម្ភៈមកលោកស៊ីជីនពីងបានបញ្ជាក់ថាការបើកចំហច្រកសមុទ្រនេះគឺជាផលប្រយោជន៍រួមសម្រាប់បណ្ដាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិទាំងមូលទន្ទឹមនឹងនេះមេដឹកនាំចិនបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់និងគ្រប់ជ្រុងជ្រោយដោយជំរុញឲ្យមានការដោះស្រាយជម្លោះតាមរយៈផ្លូវនយោបាយនិងការទូតលោកក៏បានសម្ដែងការគាំទ្រដល់បណ្ដាប្រទេសនៅមជ្ឈិមបូព៌ាក្នុងការកំណត់ជោគវាសនានិងអនាគតដោយខ្លួនឯងដើម្បីឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាពយូរអង្វែងស្របពេលដែលក្រសួងការបរទេសចិនបានសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពស្ទាក់ចាប់នាវាអ៊ីរ៉ង់និងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួនខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ